ជំរាបសួរប្រិយមិត្តសាព័ត៌មានឌីជីថលថ្មីថ្ងៃនេះយើងមានវិធានបတ်មួយគឺអំពីសាលាចរិតយើងមានអ្នកស្រីឆោមហ៊ុនធាដែលជាបណ្ឌិតផ្នែកសាលាចរិតមកបកស្រាយហើយសាលាចរិតនេះគឺនៅក្នុងរាជប្របាទសូពណ៌ទី1ពាក្យថាសូពណ៌ទី1នេះប្រជាជនខ្មែរជាទូទៅស្គាល់ថាព្រះបាទសូរយៈវរ្ម័នទី1ឬក៏សូវរ្ម័នទី1ប៉ុន្តែថ្ងៃនេះយើងសម្រេចហៅសូពណ៌ទី1គឺជាពាក្យខ្មែរដែលមាននៅក្នុងសាលាចរិតដូច្នេះបានជាយើងសម្រេចប្រើពាក្យថាសូពណ៌ទី1ដើម្បីជាច្បាស់យើងជួបជាមួយនឹងអ្នកស្រីដូចទៅបាទជំរាបសួរអ្នកស្រីបាទបាទអ្នកស្រីអរគុណមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗនៅថ្ងៃនេះហើយជាអ្វីដែលអ្នកស្រីបានខំប្រឹងស្រាវជ្រាវចងក្រងហើយនៅខាងលើនេះគឺជាសាលាចរិតមួយផ្ទាំងខ្ញុំចង់ឲ្យលោកស្រីជម្រាបថាសាលាចរិតនេះដើមរឿងនៃសាលាចរិតបន្តិចបាទសាលាចរិតនេះយើងហៅជាស្គាល់ជាទូទៅហៅថាពាក្យតម្រួតស្បត់ថ្វាយស្វាមីភ័ក្រថ្វាយប្របាទសូពណ៌ទី1ហើយមែនតើថាមាន8ផ្ទាំងដូចគ្នាចុះលេខបញ្ជីដោយបារាំងហ្នឹងតែមួយឯគឺការ292ការ292.1រហូតដល់ការ292.8តែកុំភ្លេចថានៅឃ្លាំងខាងត្បូងហ្នឹងមានផ្ទាំងចរិតហ្នឹងដូចគ្នាមួយទៀតដែរចុះលេខបញ្ជីនោះការ467គេហៅថាពាក្យសម្បត្តិតម្រួចប្របាទសូពណ៌ទី1ហ្នឹងវាទៅតាមសេចក្តីនៅក្នុងសាលាចរិតដោយថានៅក្នុងសាលាចរិតហ្នឹងនៅដើមសតវត្សទី11ហ្នឹងមានពួកតម្រួចហ្នឹង4ថ្នាក់របស់ប្របាទសូពណ៌ទី1ហ្នឹងមានថ្នាក់ឯកថ្នាក់ទី1ណាថ្នាក់ឯកតោត្រីចត្វាបានន័យថាថ្នាក់ទី1ទី2ទី3ទី4តម្រួចលោកមកប្រជុំគ្នានៅព្រះបរមរាជវាំងហ្នឹងហើយស្បត់ថ្វាយព្រះអង្គដូចថាជាបទសច្ចាប្រណិធានស្មោះស្ម័គ្រជាមួយព្រះអង្គហើយបើនិយាយឲ្យខ្លីទៅថាបើសិនជាពួកគេក្បត់នៅពាក្យសម្បត្តិហ្នឹងសូមឲ្យពួកគេត្រូវទោសទណ្ឌព្រះរាជានៅពេលនៅរស់ហើយស្លាប់ទៅឲ្យទៅកើតនៅឋាននរក32ដរាបណានៅមានព្រះអាទិត្យហើយព្រះច័ន្ទថាពាក្យសម្បត្តិហ្នឹងខ្លាំងតែផ្ទុយទៅវិញបើសិនជាពាក្យសម្បត្តិហ្នឹងពួកគាត់បានដូចថាគោរពតាមគុតមុតហើយសូមឲ្យបានផលនៃអ្នកដែលមានស្វាមីភ័ក្រហ្នឹងបានដល់គាត់ទាំងនៅជាតិនេះក៏នៅជាតិមុខដូចគ្នាបាទអូបាទខ្ញុំចង់ឲ្យជម្រាបប្រិយមិត្តតិចតើព្រះបាទសូពណ៌ទី1ជានរណាហើយហេតុអីបានគាត់មកដល់ទីនេះចាព្រះបាទសូពណ៌ទី1ហ្នឹងមែនតើថាជាតួអង្គថ្មីស្ដេចមកពីរាជវង្សថ្មីអត់មានជាប់មួយពូជពងស្ដេចមុនហ្នឹងហើយព្រះអង្គឆើតជាងគេថាសោយរាជបានយូរហើយក៏កសាងសមិទ្ធផលពង្រឹងពង្រីកដែនដីហ្នឹងក៏ច្រើនដែរមែនតើគេថាព្រះបាទសូពណ៌ទី1ហ្នឹងលោកមុននឹងបានឡើងសោយរាជហ្នឹងលោកទៅច្បាំងជាមួយស្ដេចយើងហៅជ័យវាលពណ៌បាទថាបាទជ័យវាលពណ៌ហ្នឹងក៏មិនជាប់សាច់ញាតិអីជាមួយនឹងស្ដេចនៅអង្គរមុននឹងដែរទៅលោកមែនតើតាមសាលាចរិតដឹងថាស្ដេចជ័យវាលពណ៌ហ្នឹងសោយរាជនៅអង្គរហ្នឹងតាំងពីសតវត្សទីចង់ថាឆ្នាំគ្រិស្តសករាជហ្នឹង1002ដល់1007ចាប៉ុន្តែដល់ទៅថាព្រះបាទសូពណ៌ទី1យើងនេះវិញដល់នៅក្នុងពាក្យសម្បត្តិតម្រួចហ្នឹងនេះដូចថាប្រាប់ដល់2ដងថាព្រះអង្គឡើងសោយរាជឆ្នាំ1002អញ្ចឹងមិនថាមានប្រទាំងប្រទើគ្នាឯងនៅក្នុងសាលាចរិតខ្ញុំអត់ចាំឈ្មោះសាលាចរិតច្បាស់តែដឹងថាព្រះបាទស្ដេច2អង្គហ្នឹងលោកច្បាំងគ្នាអស់ជិតមួយទសវត្សមក9ឆ្នាំប្រហែលជាឆ្នាំ1002ហ្នឹងដល់1011អញ្ចឹងបានជាឆ្នាំ1011ដែលមហាសករាជ933គុណមកគ្រិស្តសករាជទៅជា1011ហ្នឹងព្រះអង្គសូពណ៌ទី1យើងហ្នឹងលោកបានរាជដូចថាពេញលេញនៅអង្គរអញ្ចឹងបានហៅតម្រួតអីហ្នឹងមកស្បត់ហើយមែនតើថាហេតុអីខ្ញុំឆ្លៀតប្រាប់ដែរថាបំណងថាហៅមន្ត្រីហៅអីមកស្បត់ហ្នឹងក៏មកពីព្រះអង្គដូចសង្ស័យឬឃើញថាអាចមានមន្ត្រីនៅស្មោះជាមួយព្រះរាជាអង្គមុនអីអញ្ចឹងក៏មិនទុកចិត្តហៅមកស្បត់ហើយក៏ដែនដីដែលតម្រួតនឹងទៅគ្រប់គ្រងហ្នឹងគឺនៅភាគខាងលិចហើយខាងជើងអញ្ចឹងដូចថាជាដែនដីដែលព្រះអង្គដូចអត់ទាន់បានមានយើងហៅអំណាចពេញលេញឬក៏មានអ្នកស្រុកស្រឡាញ់ច្រើនអីអញ្ចឹងចាអញ្ចឹងអត់ទាន់ទុកចិត្តយ៉ាងណាចាបាទសាលាចរិតដែលមាននៅខាងនេះបាទពាក្យសម្បត្តិហ្នឹងមានអត្ថន័យយ៉ាងណាខ្លះបាទ
មែនតើឥឡូវខ្ញុំសូមចាប់ផ្ដើមបញ្យល់ពីពាក្យថាស្បត់ចុះពីព្រោះថាពាក្យថាស្បត់មកពីពាក្យសំស្ក្រឹត Shapatha ទៅសាលាចរិតដែលយើងឃើញថាជាពាក្យសម្បត្តិរបស់តម្រួចហ្នឹងតែសេជាភាសាខ្មែរហើយក៏ប៉ុន្តែមានកម្ចីសំស្ក្រឹតដោយច្រើនអញ្ចឹងសូម្បីតែពាក្យថាស្បត់ហ្នឹងខ្លួនឯងក៏កម្ចីពីសំស្ក្រឹតដែរហើយមែនតើកើតជាចងល់ដែរថាតើហេតុអីបានជាពាក្យស្បត់ហ្នឹងយើងខ្ចីពីសំស្ក្រឹតបានន័យថាខ្មែរពីដើមអត់មានពាក្យហៅអញ្ចឹងអត់មានដែរចេះស្បត់តែឬក៏អីក៏យើងពិបាកថាដែរណាព្រោះអត់ទាន់បានស្រាវជ្រាវអីឲ្យដិតដល់ទេហើយឆ្ងល់មួយទៀតហ្នឹងថាតើដោយសារថាឃើញពាក្យសម្បត្តិហ្នឹងវាលេចធ្លោតែនៅក្នុងប្របាទសូរពណ៌ទី1យើងហ្នឹងឃើញមានតែនៅក្នុងរាជលោកហ្នឹងអញ្ចឹងទៅដឹងថាតើឆ្ងល់ថាហេតុអីស្ដេចមុនអត់ដែរហៅមន្ត្រីអីមកស្បត់អញ្ចឹងទេឬក៏មានដែរតែគេអត់កត់ត្រាទុកហើយដូចគ្នាដែរទៅក្រោយរាជព្រះអង្គហ្នឹងគេអត់ស្បត់ឬក៏អីថាអាចនៅតែបន្តស្បត់ដូចក្នុងរាជលោកដែរតែគ្រាន់តែអត់កត់ត្រាទុកចាអញ្ចឹងឥឡូវនេះខ្ញុំសូមបើកវងកញ្ចក់និយាយអំពីប្រធានបទនៅក្នុងសាលាចរិតដែលគួរតែយើងទាំងអស់គ្នាដឹងដែរដោយសារថាសាលាចរិតដែលចានៅស្រុកខ្មែរនឹងសង្ខេបដោយខ្លីជាភាសាខ្មែរហើយនិងភាសាសំស្ក្រឹតភាគច្រើនណាមានភាសាបាលីខ្លះហើយភាសាខ្មែរនឹងមានតាំងតែពីសតវត្សទី6ដល់ទី20ទៅប្រធានបទនឹងច្រើនមែនតើនឹងគឺនិយាយតែពីដង្វាយថ្វាយព្រះអាចរាប់តាំងពីខ្ញុំបំរើហើយនឹងដីធ្លីសត្វគោក្របីអីចឹងទៅថ្វាយព្រះថ្វាយប្រាសាទដើម្បីទុកប្រើប្រាស់ធ្វើបូជាប្រចាំចឹងហើយចំណាយភាសាសំស្ក្រឹតនឹងនិយាយដោយខ្លីគឺជាបទសរសើរបរិយាជាឲ្យដូចព្រះហើយចំណាលើសព្រះទៀតដូចថាព្រះរាជានឹងខ្លាំងលើសព្រះស្អាតលើសព្រះអញ្ចឹងទៅអញ្ចឹងជាខ្លីគឺប៉ុណ្្នឹងហើយចំនួនសាលាចរិតភាសាខ្មែរហ្នឹងឃើញកើនជាលំដាប់ពីមួយសតវត្សទៅមួយសតវត្សជាពិសេសឃើញនៅសតវត្សទី10ហ្នឹងឃើញច្រើនហើយនៅសតវត្សទី10ហ្នឹងដែរក្នុងរាជបបាទរាជេន្ទ្រពរយើងល្បីថាមានសាលាចរិតធំអីក្នុងរាជលោកឆើតហ្នឹងព្រះអង្គនៅរាជលោកហ្នឹងមានសាលាចរិតជាភាសាខ្មែរមានប្រធានបទថ្មីដូចនិយាយពីមានមន្ត្រីឬអីប្តឹងផ្ដង់គ្នារឿងដីធ្លីមានតំណោះដីធ្លីយកមកចារនៅក្នុងសាលាចរិតហើយមាននិយាយពីចំណេះវិជ្ជាព្រះអង្គអីជាភាសាខ្មែរណាធ្លាប់តែប្រធានបទចេះឃើញនៅក្នុងភាសាសំស្ក្រឹតទេតែឥឡូវចាប់ផ្ដើមយកមកចារនៅក្នុងផ្នែកភាសាខ្មែរអញ្ចឹងវាដូចថាមានស្អីមួយកម្រើកថ្មីឯងតែថ្មីជាងគេប្របាទដល់រាជប្របាទសូរពណ៌ទី1យើងសតវត្សទី11ដើមសតវត្សទី11នេះលោកចាប់ដើមហ៊ានយកប្រធានបទដោយថាឡើងអស្ចារ្យជាពាក្យសម្បត្តិខ្មែរតែងទៅមានទឹកដមមានយើងហៅតម្លៃជាអក្សរសាស្ត្រហ្នឹងតិចខ្ញុំនឹងបញ្យល់អំពីតម្លៃអក្សរសាស្ត្រពាក្យសម្បត្តិហ្នឹងយ៉ាងម៉េចអញ្ចឹងព្រះអង្គលេចធ្លោដូចថាធ្វើបដិវត្តហើយមានលើកយកប្រធានបទថ្មីហើយដល់សតវត្សទី12នោះវិញឃើញមានមកបែបទៀតសាលាចរិតគឺប្រាប់អំពីដូចឃើញនៅអង្គរវត្តតែក្នុងរាជបបាទជ័យវរ្ម័នទី7ណាជ័យពណ៌ធ្លាប់មាត់និយាយជ័យពណ៌ទី7ហ្នឹងលោកនៅរាជលោកវិញមានចាប្រាប់ឈ្មោះមេតបអីចានៅតាមថៅរឿងហ្នឹងហើយក៏បើតាមភាសាតាមមេធាវីអីប្រាប់ពីពនាមព្រះដែលគេសាងតម្កល់ទុកនៅនឹងប្រាសាទហ្នឹងហើយនឹងម្ចាស់ទៀនឈ្មោះម្ចាស់ទៀនដែលគេធ្វើនឹងផងហ្នឹងប្រធានបទថ្មីដែរទៅចាឥឡូវខ្ញុំសូមសាក់លបងឆ្លើយនឹងសំណួរថាតើពាក្យសម្បត្តិហ្នឹងមានទឹកដមអក្សរសាស្ត្រហ្នឹងយ៉ាងម៉េចខ្លះថាដូចខ្ញុំជម្រាបមុនហ្នឹងពាក្យសម្បត្តិហ្នឹងគឺសរសេរចាហ្នឹងជាភាសាខ្មែរតែមានលាយពាក្យសំស្ក្រឹតមកច្រើនដូចឧទាហរណ៍មានពាក្យថាស្បត់ហ្នឹងគឺមកពីសំស្ក្រឹតShapathaអញ្ចឹងហើយពាក្យសម្បត្តិហ្នឹងដែលថាមានតម្លៃទឹកដមហ្នឹងគឺត្រង់ថាមានពាក្យរំដំហើយធ្វើឲ្យយើងស្ដាប់ទៅព្រឺព្រួចនឹងរំភើបហាក់ដូចថាយើងឃើញព្រឹត្តិការណ៍ស្បត់ហ្នឹងជាក់ស្ដែងមែនតើអញ្ចឹងពាក្យសម្បត្តិហ្នឹងមានពាក្យរំដំអញ្ចឹងយើងស្ដាប់ទៅដូចវាព្រោះហើយព្រឺព្រួចហើយដូចយើងនឹងឃើញព្រឹត្តិការណ៍ហ្នឹងនឹងភ្នែកអញ្ចឹងណាចាហើយថាពាក្យរំដំហ្នឹងឧទាហរណ៍ដូចគាត់និយាយកាត់ដៃថ្វាយអាយុថាកាត់ដៃថ្វាយអាយុដូចពាក្យខ្មែរយើងសប្តាហ៍ថ្ងៃហ្នឹងបាច់បញ្យល់ក៏យើងដឹងដែរហើយពុំខ្មាំងនេះពុំសំនៅខ្មាំងមិនថាអត់ធ្វើខ្មាំងហើយអត់ចូលដៃមួយខ្មាំងទេតែមានឃ្លាមួយហ្នឹងកាន់តែ
ស្ដាប់ទៅវារំភើបណាថាទោះមានច្បាំងយើងឧទាយកច្បាំងនៅសារវត្តអាត្មាណាឧទាយកច្បាំងថាខំប្រឹងច្បាំងសារវត្តអាត្មាណាអស់អញគឺថាអស់ពីពោះអស់ពីពងអត់មានលាក់លៀមទេថាពុំស្ងួនដល់អាយុហេតុភក្តីពុំរត់លែងច្បាំងណានិយាយហ្នឹងគឺច្បាស់លាស់ល្មមថាមកជឿឯងតែនៅតែថាខ្លាចគេសង្ស័យក៏បន្ថែមថាចេះបើយើងតក្បត់ពុំគត់រស់ប្រតិញ្ញាដល់រស់នេះលែងយើងជាតិថ្វាត្រិមសនរៈដរាបព្រះចន្ទ្រាទិត្យមានឡើយថាបើសិនជាយើងហ្នឹងក្បត់អត់ធ្វើតាមពាក្យដែលបដិញ្ញាគឺស្បត់ហ្នឹងសូមឲ្យយើងទៅកើតនៅនរៈ32ហើយនៅនឹងនរៈហ្នឹងរហូតដល់ព្រះអាទិត្យហើយព្រះច័ន្ទនៅមានយូរវែងណាចុងក្រោយគាត់លួសុំប្រាថ្នាដែរថារីផលនៃអ្នកស្វាមីភក្តិលែងដល់មានដល់យើងអំពីអ៊ីហាលោកទៅលុះបរឡោកមិនថាផលនៃអ្នកដែលមានស្វាមីភក្តិចំពោះបរិជាហ្នឹងសូមឲ្យកើតមានដល់យើងមិនថាឲ្យយើងបានសុខសប្បាយសុខចម្រើនអញ្ចឹងទៅនៅអ៊ីហាលោកនៅជាតិនេះក្តីនៅបរឡោកនៅជាតិក្រោយទៅមុខទៀតក្តីចាអញ្ចឹងខ្ញុំសូមអានជូនអានទាំងអស់សិនទៅចាំខ្ញុំប្រែព្រួលតាមក្រោយជាភាសាខ្មែរយើងឥឡូវតែខ្ញុំជឿថាអ្នកដែលរៀនអក្សរសាស្ត្រអីក៏អាចយល់បានដោយងាយហើយចាព្រោះអីភាសាហ្នឹងស្តៀងនឹងយើងទៅហើយចាគេចាប់ផ្ដើមនេះនប់ត្រីនិស័កនវមីកើតផតបតអតិតពានេះគឺរស់វត្តប្រតិញ្ញាយើងដល់អំបាលនេះនិភិតម្រួចឯកសឹងតស្បត់វេលាកាត់ដៃថ្វាយអាយុនៅកតញ្ញូភក្តីយើងតសុតដល់ធូលីព្រះបាទក៏ម្ដែងកំទួនអញស្រីសូពណ៌ទេពដល់សកលសោយព្រះធម្មរាជនៅនប់តោចត្វារីស័កភ្នែកនេះដល់ព្រះភ្លើងព្រះរតនៅព្រាហ្មណាចាយើងពុំបំគុំដល់ក៏ម្ដែងផ្ទៃក្រោមដល់ទេតឡើយពុំខ្មាំងនិងពុំសំនៅខ្មាំងពុំធ្វើត្រួសប្រការផងនៅអំបាលអំពើផលកតញ្ញូភក្តីដល់ធូលីព្រះបាទកំដែងកំទួនអញស្រីសូពណ៌ទេពដល់សកលនោះគឺ3យើងឧទាយកធ្វើទោះមានចម្បាំងយើងឧទាយកច្បាំងនៅសារវត្តអាត្មាណាពុំស្ងួនដល់អាយុហេតុភក្តីពុំរត់លែងច្បាំងទោះអត់ចម្បាំង3យើងស្លាប់នៅស្វ័យយ៉ាំព្យាធិមុះនេះលែងផលអ្នកដ៏មានស្វាមីភក្តិមានដល់យើងទោះអាយុយើងអាចតន់ព្រះរាជការវេលានោះដល់កាលនៅប្រការលេះយើងស្លាប់ហេតុភក្តីគឺ3យើងធ្វើទោះមានព្រះរាជការណាព្រះកំដែងកំតាន់អញមិនទូល3ប្រើយើងនៅនីដល់ឆ្ងាយ3មានវត្តមានដល់លឺស្វែង3ដឹងវាស្តុដល់យ័តធ្វើរស់វត្តប្រតិញ្ញាដតីរាទោះយើងអំបាលនេះមានដល់នៅមិនធ្វើរស់វត្តប្រតិញ្ញានេះរីក៏ម្ដែងផ្ទៃក្រោមដល់សោយព្រះធម្មរាជចំណេសូមលែងឲ្យរាជភ័យដល់យើង6ប្រការទោះយើងមានដល់ក្បត់3ពុំគត់រស់ប្រតិញ្ញាដល់រស់នេះលែងយើងទៅជាតិទ្វាត្រិមសនរៈដរាព្រះច័ន្ទដិតអាទិត្យមានឡើយទោះយើងធ្វើវត្តប្រតិញ្ញានេះដល់សុតលែងក៏ម្ដែងផ្ទៃក្រោមប្រើបរិបាឡានព្រះបុណ្យស្រុកទេសយើងសម្បូរអ្នកដល់គុលយើងហេតុយើងស្វាមីភក្តីដល់ធូលីព្រះបាទកំដែងកំតាន់អញស្រីសូពណ៌ទេពដល់សកលសោយព្រះធម្មរាជនៅនប់តោចត្វារិស័ករីផលអ្នកដល់ស្វាមីភក្តិលែងមានដល់យើងអំពីអ៊ីហលោកទៅលុះបរឡោកចាអញ្ចឹងតែដោយសង្ខេបខ្លីទៅថានៅឆ្នាំនេះនប់ត្រីនេះហ្នឹងឆ្នាំ933ស័កមិនថាមហាសករាជណាត្រូវយើងឆ្នាំ1011ចានៅមីកើតផុតបតអតិតពាហ្នឹងថ្ងៃអាទិត្យ9កើតខែផុតបតហើយមែនតើបើគេគុណគូទៅវាត្រូវនៅថ្ងៃ9កញ្ញានេះគ្រិស្តសករាជឆ្នាំ1011ហើយថានេះគឺរស់បទបតិញ្ញានេះគឺជាពាក្យបដិញ្ញាពាក្យស្បត់អីថាយើងបាលនេះជាតម្រួតចឹងសូមកាត់ដៃថ្វាយយកថ្វាយកតញ្ញូភក្តីមិនថាស្វាមីភក្តិហ្នឹងណាថ្វាយនេះប្របាទហៅព្រះអង្គពេញពនាមធូលីព្រះបាទក៏ម្ដែងកំតាន់អញស្រីសូពណ៌ទេពដល់សកលចាហើយតែព្រះអង្គហ្នឹងសោយរាជនៅឆ្នាំនប់តោចត្វារីគឺ924វាត្រូវជា1002អញ្ចឹងមិនថាឆ្នាំដែលព្រះអង្គសោយរាជហ្នឹងមានឃើញនៅក្រោយទៀតដែរមែនទេឃើញនៅក្នុងពាក្យសម្បត្តិហ្នឹងប្រាប់ឆ្នាំហ្នឹងដល់ទៅ2ដងពីព្រោះព្រះអង្គចង់បញ្ជាក់ថាព្រះអង្គឡើងសោយរាជតាំងឆ្នាំហ្នឹងថ្មីបើឆ្នាំហ្នឹងយើងដឹងថានៅវាយចានៅនេះធ្វើសង្គ្រាមជាមួយប្របាទជ័យវាពណ៌នោះទេចាអញ្ចឹងណា
ហើយថាពួកគាត់នឹងស្បត់នៅមុខបភ្លើងព្រះរតន៍នឹងគឺត្បូងហើយនៅមុខពួកព្រាហ្មណ៍ហើយពួកអាចារ្យគាត់ថាស្បត់យ៉ាងម៉េចគឺអត់ថ្វាយអង្គមស្ដេចដតីណាឡើយពុំធ្វើខ្មាំងហើយក៏ពុំសំគំនិតមួយខ្មាំងហ្នឹងធ្វើបកាក្បត់ណាត្រួសហ្នឹងគឺយើងហៅគេធ្វើឲ្យទាស់ឆ្កងចាទាស់ឆ្កងហើយនៅអំបាលផលកតញ្ញូភក្តីនៃព្រះបាទព្រះអង្គហ្នឹងគឺយើងត្រូវតែធ្វើឧទយោគធ្វើថាខំធ្វើហើយពេលណាមានចម្បាំងដូចខ្ញុំបញ្យល់មកអញ្ចឹងត្រូវតែខំច្បាំងឲ្យអស់ពីពោះពីពងអត់មានស្ដាយអាយុរត់ចោលចម្បាំងហ្នឹងទេហើយបើសិនជាថាស្លាប់ដោយស្វ័យយ៉ាមជាធិដោយជំងឺខ្លួនឯងណាឈឺស្លាប់ខ្លួនឯងហ្នឹងសូមឲ្យបានផលឲ្យដល់ពួកយើងផងហើយបើថានៅរស់តាន់រាជការប្រើធ្វើអីក៏យើងត្រូវតែធ្វើដែរចាហើយរាជការប្រើឲ្យទៅទីដ៏ឆ្ងាយទៅយកព័ត៌មានហើយដើម្បីដឹងការពិតណាយើងត្រូវតែបដិញ្ញាធ្វើបើសិនជាមិនធ្វើតាមបទបតិញ្ញានឹងទេសូមឲ្យព្រះរាជាដែលសោយរាជនឹងចំណេក្រោយក្រោយមកទៀតហ្នឹងនេះឲ្យរាជភ័យឲ្យដាក់ទោសដាក់ទណ្ឌយើង6ប្រការមិនថាឲ្យច្រើនប្រការទៅកុំបណៃដៃអញ្ចឹងណាចាហើយបើថាប៉ុណ្្នឹងហើយថាទៀតបើសិនជានៅក្បត់ចេះទៀតក៏សូមឲ្យទៅកើតដល់នរក32ហ្នឹងដល់ប្រច័នព្រះអាទិត្យនៅមានឲ្យនៅជាប់នរកហ្នឹងទៅតែបើសិនជាពួកយើងនេះបានធ្វើតាមរស់ធ្វើតាមពាក្យបដិញ្ញាហ្នឹងមែនពាក្យសម្បត្តិហ្នឹងមែនសូមឲ្យព្រះរាជាហ្នឹងទៅការពារស្រុកទេសយើងសូមឲ្យក្រុមគ្រួសារយើងហ្នឹងបានសុខសប្បាយណាបាត់ពួកយើងនឹងមានស្វាមីភក្តិចំពោះព្រះអង្គដែលសោយរាជនៅឆ្នាំ924មហាស័កហ្នឹងហើយសូមឲ្យផលនៃអ្នកដែលមានស្វាមីភក្តិហ្នឹងកើតមានដល់យើងមិនថាឲ្យសុខសប្បាយសុខចម្រើនហ្នឹងនៅជាតិនេះក៏ដូចនៅជាតិក្រោមទៀតបាទអូអន្តន័យជ្រៅមែនដូចបងថាអញ្ចឹងឥឡូវនេះខ្ញុំឆ្ងល់ថាយើងមានសាលាចរិតនៅទីនេះសម្បត្តិប៉ុន្តែពិធីអាចគេធ្វើនៅខាងណាទៅអាចនៅខាងក្នុងឬនៅខាងមុខខ្ញុំជឿថានៅកាលហ្នឹងគាត់មិនមែនគ្រាន់តែចាចោលអីទេមិនថានៅពេលហ្នឹងប្រកាសជាគេមានធ្វើពិធីមែនតែនដែរតែពិធីថាធ្វើនៅឯណាឲ្យប្រកាសក៏មិនច្បាស់តែដឹងថានៅក្បែរកន្លែងដែលមានចាសាលាចរិតហ្នឹងហើយបានន័យថាក្បែរផ្លូវចូលខាងកើតហ្នឹងអាចនៅខាងក្នុងថានៅក្នុងបរិវេណព្រះបរមរាជវាំងផ្ទាល់ឬក៏នៅខាងក្រៅនៅខាងមុខខ្លោងទ្វារចូលហ្នឹងតែម្ដងចាតែអាចថានៅខាងក្នុងដែរពីព្រោះថាខាងក្នុងហ្នឹងយើងមានប្រាសាទthìមានអាកាសដែលជាទីតម្កល់ទេពរាជាគោរពបូជាអញ្ចឹងជាទីសក្ការៈធំហើយក៏ពេលស្បត់ហ្នឹងអាចថាមានប្រវត្តិមានព្រះរាជានឹងហើយអាចដោយគាត់ថាអញ្ចឹងគឺមានធ្វើធំដុំមានភ្លើងមានត្បូងហើយមានពួកព្រាហ្មណ៍ពួកអាចារ្យដែលថាជាអ្នកមានបុណ្យអ្នកដែលមានយើងហៅបារមីព្រោះពួកគាត់ហ្នឹងសិតតែអ្នកកាន់សិលកាន់អីគាត់មុតណាចាអញ្ចឹងតាស្បត់នៅមុខពួកគាត់ដូចមែនតើណៃមិនថាមិនគឺអញ្ចឹងហើយចាតែស្បត់ថាមិនគឺអញ្ចឹងហើយចេញអាចនៅខាងក្នុងនេះតែម្ដងមើលទៅហើយអាចថានៅម្ដុំដែលយើងឈរហ្នឹងក៏ថាបានព្រោះយើងអត់អាចព្រោះអាចមនុស្សច្រើនពេលស្បត់មិនតិចទេចាថាស្បត់នេះមែនតើដែលយកមកចាដល់លើផ្ទាំងហ្នឹងព្រោះគិតថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំនៅក្នុងរាជប្របាទសូពណ៌ទី1ហ្នឹងហើយតាមតែគេខ្ញុំអត់បានស្រាវជ្រាវរាប់ខ្លួនឯងតែអ្នកស្រាវជ្រាវមុនហ្នឹងគាត់ថាអាចមានតម្រួតដែលស្បត់ហ្នឹងចូលដល់400នាក់អូច្រើនណាស់បាទហើយអ្នកខ្លះទៀតថាអត់ទេត្រឹមតែ200ទេដែលឈ្មោះគាត់ខំរាប់តាំងព្រោះមានឈ្មោះខ្លះលុបអីហ្នឹងក៏នៅបានត្រឹមតែ200ហ្នឹងហើយមែនតើតម្រួតដែលស្បត់ទាំង4ថ្នាក់ហ្នឹងគាត់មានយើងហៅថាងារអាចមរះតាញខ្លោញឬក៏មរះតាញថាមរះតាញខ្លោញអាចងារធំជាងមរះតាញតែទាំងពីរហ្នឹងគឺជាឋានៈមាននេះបុណ្យស័ក្តិរៀងខ្ពស់ហើយតែខ្ពស់ប៉ុណ្ណានឹងតើយើងស្រាវជ្រាវបន្ថែមទៀតហើយមែនតើពួកគាត់ហ្នឹងគឺឈ្មោះផ្ទាល់ខ្លួនឯងហ្នឹងសឹងថាទាំងអស់សិតតែជាពាក្យកម្ចីពីភាសាសំស្ក្រឹតតែឈ្មោះស្រុកពួកគាត់វិញសឹងទាំងអស់គឺសិតតែជាឈ្មោះខ្មែរចាខ្ញុំសូមជូនឧទាហរណ៍2 3ណាដោយថានេះមានមរះតាញខ្លោញស្រីវាលពណ៌ស្រុកឆោកទន្ទ្រាំងចាដឹងហើយឆោកទន្ទ្រាំងដូចថាព្រៃត្រោកព្រៃតូចមួយនៅមានដើម
កន្ទ្រាំងឥឡូវអាកន្ទ្រាំងគាត់នឹងដើមកន្ទ្រាំងហើយមានម្រាស់តាញខ្លោញស្រីវិក្រមវាស្រុករលំទំនប់បាក់ បាទ ចាហើយមានម្រាស់តាញស្រីសាមរេនវាស្រុកថ្ពុលស្វាយថ្ពុលហ្នឹងក៏ដូចតែឆោកអីដែរប្រហែលជាតូចធំជាងគ្នាហ្មងតែគ្រាន់ថាដូចជាព្រៃតូចមួយដែលមានដើមឈើដូចគ្នាដុះណាអញ្ចឹងថ្ពុលស្វាយហ្នឹងគឺដូចព្រៃស្វាយចា ហើយស្រុកពួកគាត់ហ្នឹងតាមគេស្រាវជ្រាវហ្នឹងអាចថានៅភាគខាងជើងហើយនឹងភាគខាងលិច បាទ ខាងជើងខាងលិចឬក៏ពាយ័តអង្គរហ្នឹងគិតថាប្រហែលជាទីដែលដូចខ្ញុំនិយាយមុននេះបន្តិចដែរថាទីដែលប្របាទសូពណ៌ទី1ហ្នឹងលោកអត់ទាន់ច្បាស់ក្នុងប្រតិថា មានមន្ត្រីឬក៏ប្រជាជនហ្នឹងគោរពស្រឡាញ់លោកទាំងអស់ចាហើយអញ្ចឹងពួកមន្ត្រីតម្រួតយើងហៅថាតម្រួតពាក្យខ្មែរយើងខ្ចីឥឡូវនេះហៅត្រឡប់តាមសៀមវិញថាតម្រួតហ្នឹងតែពាក្យខ្មែរមែនទែនចឯតម្រួតហ្នឹងថាលោកសិតតែជាពួករាជការអាចរាជការនៅរាជវាំងហ្នឹងតែព្រះរាជាបញ្ជូនឲ្យទៅតាមស្រុកអស់ហ្នឹងដើម្បីមើលត្រួតការងារកុំឲ្យមានអ្នកណាធ្វើអីផ្ដេសផ្ដាសប្រឆាំងលោកអញ្ចឹងណា បាទមែនតើខ្ញុំសូមអរគុណអ្នកស្រីឆោមមន្ទាទុកធាដែលបានចំណាយពេលដ៏មានតម្លៃបាទសូមអរគុណចា៎បាទ